វិញរឿងរ៉ាវរបស់កីឡាករឡុងពិសិដ្ឋនិងលោកគ្រូរិគីពេលនេះបានវិវត្តទៅមុខមួយកម្រិតទៀតដោយមានការចូលរួមដោះស្រាយពីអាដាមហាក់សុខហេងអើនៅហើយចឹងចង់បញ្ជាក់ជូនទៅដល់បងប្អូនជននិកជនអ្នកគ្រប់គ្រងឥឡូវនេះថ្ងៃមុនហ្នឹងខ្ញុំបានបញ្ជាក់នៅក្នុង Facebook ដែលថាខ្ញុំនាំអាសិតមកជួបជាមួយនឹងលោកគ្រូចូលក្លឹបវិញហើយថ្ងៃនេះខ្ញុំក៏បាននាំមកហើយឥឡូវមិនទាន់គ្រូរីគីទៀតបានគាត់អញ្ជើញមកហើយអញ្ចឹងសូមឲ្យបងប្អូនយើងដែលប្រឈមដែលមានបញ្ហាមួយចំនួនដែលរវាងគ្រូហើយនិងសិស្សអញ្ចឹងណាហើយសង្ឃឹមថាពួកគាត់ទាំងពីរនាក់រវាងគ្រូហើយនិងសិស្សសង្ឃឹមថានឹងល្អប្រសើរត្រឡប់មកវិញហើយក៏សង្ឃឹមថាគាត់ពេលដែលជួបគ្រូចាប់ពីថ្ងៃនេះទៅខ្ញុំសង្ឃឹមថានឹងល្អប្រសើរទៅថ្ងៃអនាគតបាទហើយរឿងអាស្រូវមួយចំនួនក៏សូមឲ្យបងប្អូនទស្សនិកជនដែលគិតរឿងអកតេចំពោះលោកគ្រូរីគីក៏សង្ឃឹមថានឹងសាបលៀមចាប់ពីថ្ងៃនេះទៅព្រោះមិនដាននឹងក្មេងវាជាអីនឹងមានបញ្ហាសូម្បីតែប្តីប្រពន្ធដេកអោបគ្នានៅរាល់ថ្ងៃមានកូន3 4មែននៅតែមានបញ្ហាអាចប្រេចាគ្នាហើយចូលទំនាំតាគ្រូហើយនឹងសិស្សហើយអញ្ចឹងសង្ឃឹមថារឿងទាំងអស់នេះសូមឲ្យបងប្អូនយើងបំភ្លេចចោលទៅគិតថាថ្ងៃនេះថ្ងៃថ្មីសង្ឃឹមថាឡុងពិសិដ្ឋជាមួយនឹងរីគីនឹងល្អប្រសើរអាចរស់នៅជាមួយនឹងសមាជិកនឹងសិស្សច្បងសិស្សប្អូនដើម្បីរួមគ្នាឲ្យបានជួបជុំគ្នានឹងល្អប្រសើរទៅថ្ងៃអនាគតត្រឡប់មកវិញហើយចំណុចមួយទៀតគឺសូមបកស្រាយពាក់ព័ន្ធជាមួយរឿងលុយរឿងកាក់អីដែលថារឿងបញ្ហា50000បញ្ហាអីនោះជួនពេលខ្លះទៅ